ok dương riêng piរបៀបក្នុងការបង្កើត vector data តាមរយៈ global mapper ម្ដងហើយ global mapper នេះជាកម្មវិធីមួយដែលល្អសម្រាប់ដំណើរការឬក៏ធ្វើការជាមួយទិន្នន័យផងដែរអ្នកនរគ្នាគួរតែចាប់អារម្មណ៍ជាមួយវាអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជាមូលដ្ឋានទាក់ទងនឹងការបង្កើតទិន្នន័យហើយយើងដឹងស្រាប់ហើយថាយើងមុននឹងបង្កើតទិន្នន័យគឺយើងត្រូវកំណត់ប្រព័ន្ធនិយមការអូខេអញ្ចឹងយើងចូលមកសញ្ញាសោនេះមក config ហើយយើងមក projection folder ហើយកន្លែងនេះដោយសារខ្ញុំកំណត់រួចហើយចេញដំបូងមិនមែន UTM ទេអ្នកនរគ្នាត្រូវមកស្វែងរក UTM អូខេហើយ zone នេះគឺយើងកំណត់យក zone របស់យើងគឺ48ខាងជើង48ប្រទេសយើងណាគឺ102 108យកនឹងមកហើយ datim គឺយើងយក WJS 84វានៅខាងក្រោមនេះអញ្ចឹងយើងមើលផ្នែកខាងលើនេះគឺយើងឃើញថា WJS 84 UTM 048ត្រឹមត្រូវតាមzone របស់ប្រទេសយើងហើយចុច OK មកហើយបន្តមកទៀតការបង្កើតនៅ vector data គឺយើងប្រើនៅ family tool ខាងលើនេះអានេះយើងអាចបង្កើត line ហើយបង្កើតនៅ area feature rectangle square area feature ឬក៏ជា cycle អីចឹងទៅអញ្ចឹងរបៀបបង្កើតគឺស្តៀងគ្នាទេខ្ញុំចាប់ផ្ដើមពីការបង្កើតនៅ polygon ចុចយក tool ហើយឃើញថា select បែបនេះណាចុច1ហើយ O ចុចចឹងមក right click មកដល់កន្លែងនេះ right click មកអញ្ចឹងគឺ name នេះ name ខ្ញុំដាក់ polygon 1 polygon 1អានេះគឺ polygon feature layer name polygon 1 polygon ដាក់បែបនេះមកអានេះគឺ layer feature មួយ layer យើងមានអាចមានក្បាលដីច្រើនអីចឹងទៅឧទាហរណ៍ងាយយល់អញ្ចឹងយើងកន្លែងនេះយើងអាចបង្កើតនៅ attribute សម្រាប់បញ្ចូលព័ត៌មានបន្ថែមឲ្យក្បាលដីរបស់យើងដូចជាឧទាហរណ៍ថា owner យ៉ាងមកឈ្មោះអី owner នឹងបុប្ផាចឹងទៅអូខេមកហើយបន្តមកទៀត phone number ឧទាហរណ៍អញ្ចឹងយើងយកវា08បែបនេះទៅអូខេហើយតកតងជាមួយនឹង style ដែលវានឹង0ហ្នឹងយើងអាច select យកនេះមកយើងអាចយក solid style របស់យើងនេះឬក៏យើងអាចយក cross hack អាស្រ័យលើអ្នកនរគ្នាអាចតេស្តមើលណា pick color អូខេហើយចុច OK បែបនេះហើយយើងបង្កើតទៀតមួយទៀតមកឧទាហរណ៍ឲ្យកាន់តែច្បាស់ right click អានេះយើងដាក់ polygon 2បណ្ដឹងចុះហើយកន្លែងនេះគឺយើងមិនចាំបាច់ទេចង់បង្កើតឈ្មោះក៏បង្កើតដូចខ្ញុំបង្ហាញមក polygon 2 polygon 3 polygon 3ខ្ញុំអត់បង្កើតឈ្មោះទេហើយវានឹងចូលមកក្នុង layer តែមួយនេះដូចទៅក្នុងកម្មវិធី map របស់យើងដែរវាមានតាមក្បាលដីនឹងយើងអាច select តាម feature ហើយអូខេហើយបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើតនៅ layer ថ្មីមួយទៀតអញ្ចឹងយើងគ្រាន់តែគូថ្មីមកright click កន្លែងនេះគឺយើងដាក់ឈ្មោះថាpolygon
យើងដាក់ pole 1ណា pole 1 ហើយកន្លែងនេះយើង drop down មក drop down វាមានជម្រើសឲ្យយើងថាតើយើងយកតាម existing layer នេះ polygon នេះឬក៏យើងបង្កើត new អញ្ចឹងគឺយើង create new មកយកលើមកហើយឈ្មោះវាគឺ pole ដាក់ pole ទៅទេអញ្ចឹងទៅហើយកន្លែងនេះយើងអាចដូរវាទៅជា color pattern ហើយយើងយកជា red អូខេមកអញ្ចឹងយើងនឹងទទួលបាន pole 1 feature នេះមានមួយ feature នៅក្នុងទៀតហើយយើងគូទៀតនេះយើង pole 2ហើយកន្លែងនេះដូចគ្នាដែរអាចបញ្ចូលពណ៌មានបានខ្ញុំអត់បញ្ចូលទេដើម្បីឲ្យលឿនតិចនេះជារបៀបក្នុងការបង្កើត vector ហើយអ្នកនរគ្នាអាចបង្កើត point អូខេ name ធ្វើដូចគ្នា process ខ្ញុំដាក់មួយចុះ p1 អានេះ p ខ្ញុំដាក់ point ចុះហើយ create specify style យើងយក orange dot orange ហើយ size យើងអាចយកដល់ទៅ3ឧទាហរណ៍ទៅបែបនេះមើល sample ណាហើយអាចគូថែមអានេះគឺវាផ្លែកតិចមួយគឺបញ្ចូលមួយអានេះ2ឥឡូវយកប៉ុណ្ណឹងចុះយក specify style យក yellow យក3ដូចគ្នាអូខេហើយមួយទៀតចង់បង្ហាញតិចដែរពាក់ព័ន្ធទៅនឹងtool របស់វាណាវាមានភាពងាយស្រួលគួរសមដែរឧទាហរណ៍ថាយើងចង់បង្កើតអានេះជា polygon ត្រូវទេយើងចង់បង្កើតទៅ line ចង់បង្កើតទៅ line ចេញសញ្ញាបែបនេះគឺ select ហើយអញ្ចឹងមើល tool ខាងនេះវាមានអីដែរ create line from area ជាស្រ័យ create line from area យើងគ្រាន់តែចុច tool ហ្នឹងទៅគឺវានឹងបង្កើត line ឲ្យយើងអានេះយើងដាក់ថា L1 line 01អូខេ line ហើយខាងក្រោមខ្ញុំអត់ធ្វើអីទេអញ្ចឹងយើងនឹងទទួលបាន line ក្រោមនេះពេលយើងបិទខាងលើចេញយើងទទួលបាន line អូខេហើយយើង select មួយណាគឺវានឹងបង្កើត line មួយហ្នឹងឲ្យយើងឧទាហរណ៍យើង select មួយនេះបើ tool មួយនេះ line 2 line យ៉ាងនេះយើងដាក់ line 2បាន line 2មួយនេះវានៅជាមួយគ្នានេះពីរ feature អូខេវារៀងអែមដែរនៅក្នុង global mapper អញ្ចឹងវីដេអូនេះគឺចង់បង្ហាញខ្លះពី global mapper ដើម្បីឲ្យអ្នកនរគ្នាអាចចំណាយពេលក្នុងការ research បន្ថែមព្រោះវាអាចជំនួយទៅដល់ការងារទាក់ទងនឹងភូមិសាស្ត្ររបស់យើង